ឯកឧត្តមរដ្ឋលេខាធិការខុនសាវឿនអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលនិងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សនិទេស A និង B នៅមណ្ឌលខេត្តសៀមរាបកាលពីថ្ងៃទី18ខែតុលាឆ្នាំ2025ឯកឧត្តមខុនសាវឿនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិនខេត្តសៀមរាបបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលនិងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សនិទេស A និង B នៅមណ្ឌលខេត្តសៀមរាបក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបនេះឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាសីហាបានសម្ដែងនៅការអបអរសាទរចំពោះសិស្សានុសិស្សខេត្តសៀមរាបដែលបានប្រឡងជាប់ទទួលបាននិទេស A ទាំង247នាក់និងនិទេស B ចំនួន758នាក់ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំយកចិត្តទុកដាក់បង្រៀននិងការចូលរួមអប់រំរបស់មាតាបិតានិងអាណាព្យាបាលសិស្ស